ថ្ងៃចុងសប្តាហ៍នេះរៀងរវល់បន្តិចបងប្អូនអត់បានធ្វើវីដេអូតាក់ទងនឹង e-commerce ទេពីព្រោះអីត្រូវមានកម្មវិធីជំនួបអាណាព្យាបាលនៅសាលារបស់កូនអញ្ចឹងដោយសារកូនរៀន2វេនអញ្ចឹងនាងខ្ញុំត្រូវជួប2វេនហើយមួយវេនហ្នឹងគឺ2ដងដែរអញ្ចឹងណាអញ្ចឹងឥឡូវនេះស្រីតូចគេប្រឡងឆមាសទី2ហើយថ្នាក់ទី2អញ្ចឹងត្រឡប់ទៅវិញចូលទៅរៀនវិញគឺគេត្រូវរៀនថ្នាក់ទី3ត្រៀមរៀនថ្នាក់ទី3ចាមិនមែនជារឿងងាយស្រួលទេជាមួយស្រីតូចហ្នឹងព្រោះអត់ចូលចិត្តរៀនទេហើយចំណែកស្រីធំវិញថ្ងៃនេះគឺគេជា team lead អញ្ចឹងទៅត្រូវជូនកូនតូចទៅផ្ទះហើយមកចាំយកអាកូនធំហ្នឹងទៀតហើយ team lead ហ្នឹងគឺគេធ្វើតាក់ទងនឹងhotel orientation គេធ្វើតាក់ទងនឹង school orientation ទៅអាណាព្យាបាលដែលលោកអញ្ជើញមកជំនួបលោកគ្រូអ្នកគ្រូនៅក្នុងកម្មវិធីជំនួបអាណាព្យាបាលចាអញ្ចឹងគេធ្វើបទបង្ហាញគេធ្វើការបង្ហាញគេធ្វើការបង្ហាញសាលារៀនរបស់គេហើយនឹងការបង្ហាញពី project របស់ពួកគេក៏ដូចជាមិត្តភ័ក្តិរបស់ពួកគេផងដែរហើយគេនឹងមានដៃគូរបស់គេដែលមួយនិយាយជាភាសាខ្មែរហើយនឹងមួយទៀតនិយាយជាភាសាអង់គ្លេសអញ្ចឹងទៅនាងខ្ញុំសរសើរលោកគ្រូគណៈគ្រប់គ្រងរបស់សាលាគឺគាត់មានការគិតបានវែងឆ្ងាយមាន project management ល្អព្រោះតកតងនឹងកូនស្រីធំរបស់នាងខ្ញុំគឺគាត់មានភាពក្លាហានគាត់អាចធ្វើបទបង្ហាញបានហើយគាត់អាចធ្វើជា project management គាត់រៀនពី project management អញ្ចឹងណាអញ្ចឹងនាងខ្ញុំឃើញថាមានភាពល្អប្រសើរព្រោះការសម័យនាងខ្ញុំគឺអត់ដូចអញ្ចឹងទេនៅអៀនច្រើនណាស់ចា